កូនជាទីស្រឡាញ់កូនដឹងទេថាជីវិតមានតម្លៃថ្លៃក្រៃលែងមិនថាជីវិតរបស់យើងឬរបស់អ្នកដទៃសុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯងទាំងដល់អ្នកដទៃដូច្នេះហើយទៅក្នុងសិល5បានលើកយកការវាចានៅការសម្លាប់សត្វទុកជាសិក្ខាបទទី1ព្រោះមកអំពីជីវិតជារបស់សំខាន់នឹងឯងនោះយើងសំខាន់សម្រាប់ខ្លួនឯងណាស់សត្វដទៃបុគ្គលដទៃសុទ្ធតែសំខាន់សម្រាប់ខ្លួនគេគ្រប់គ្នារៀងខ្លួនដូច្នេះទៅមិនគួរសម្លាប់មិនគួរបៀតបៀនជីវិតគ្នាឡើយកាលបើកូនដឹងថាជីវិតរបស់កូនមានតម្លៃថ្លៃនិងសំខាន់សម្រាប់ខ្លួនកូនហើយកូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យបានល្អកូនត្រូវធ្វើនៅអំពើជាប្រយោជន៍ឲ្យដល់ខ្លួនឯងផងឲ្យដល់អ្នកដទៃផងឲ្យច្រើនជាទីបំផុតអំពើអាក្រក់ដែលជាបាបកម្មនាំឲ្យមានពីវេរាកូនកុំឲ្យជីវិតនេះទៅប្រឡាក់ប្រឡោះឲ្យសោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាជីវិតដែលមានសិលមានការសម្លឹងពិនិត្យសំបីរស់នៅតែមួយថ្ងៃក៏ប្រសើរជាងជីវិតដែលអត់សិលអត់មានការតម្កល់ខ្លួនឲ្យល្អរស់នៅសំបីអស់រយនៃឆ្នាំទៅទៀតដើម្បីឲ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបំពន់ឲ្យមច្ចរាជក្នុងមួយថ្ងៃ24ម៉ោងយើងត្រូវធ្វើការក្នុងមួយថ្ងៃឲ្យបានកម្រៃថ្លៃជាងជីវិត24ម៉ោងនោះទៅទៀតកូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីឲ្យរួចផុតចាកទុក្ខគឺជាការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់ដូច្នេះកូនត្រូវប្រយ័ត្នកុំឲ្យខាតថ្លៃពន្ធឲ្យសោះក្នុងមួយថ្ងៃ